សួស្តីពុកម៉ែបងប្អូនពេលនេះយើងចិញ្ចឹមក្រងសាកល្បងដំណាក់កាលទី1អញ្ចឹងគឺយើងរៀបចំមានកំប៉ុងកឡោបែបហ្នឹងគឺយើងកាប់វានៅលើក្រែអញ្ចឹងពេលនេះហើយក៏យើងកាច់សំបុកក្រងមកមកយើងទៅរៀបចំកាច់មកទេវាមានពងមានអីស្រាប់ហើយយើងដាក់នៅវាអញ្ចឹងតិចវានឹងពងកូនចៅរបស់វាចូលនៅក្នុងកំប៉ុងនេះអញ្ចឹងក្រែដែលយើងរៀបចំគឺយើងដាក់បែបនេះយើងកោដាក់ស៊ីថៃស៊ីទៅបាទតើមើលតើនេះគេហ្នឹងបាទពេញខ្មៅឲ្យវាអន់ក្រងវានៅហ្នឹងក្រងធំផ្លិតនៃគេអញ្ចឹងគឺយើងរៀបបែបហ្នឹងយើងដាក់ក្រែណាបើសិនជាយល់ល្អយើងមានលទ្ធភាពយើងមានក្រែដៃក្រែអីយើងផ្សារវាស្អាតមកធ្វើធ្នើវា3 4ធ្នើមក3 4ជាន់មកកាន់តែល្អនេះដំណាក់កាលដំបូងគឺយើងសាកល្បងគឺអ្វីដែលយើងមានគឺយើងប្រើអស់លទ្ធភាពក្រែយើងធម្មតាហ្នឹងឯងមានអីទេយើងត្រចានយើងដាក់ទឹកបន្តិចមកយើងលាយប្រេងខ្មៅលាយអីតែបង្ហូរចេញពីម៉ូតូហ្នឹងគឺយើងដាក់បែបហ្នឹងឯងមកយើងទៅតែធ្វើឲ្យបាញ់មិញអញ្ចឹងយើងទៅរកសំបុកក្រងមួយសំបុកមកអញ្ចឹងយើងកាត់វាហើយយើងមកដាក់ចោលនៅលើហ្នឹងចោលលើហ្នឹងហើយជា3 4ថ្ងៃក្រោយមកមើលថាវានឹងពំកូនចៅរបស់វាចូលនៅក្នុងកឡក្នុងកំប៉ុងដែលយើងរៀបចំនេះដែរទេហើយកំប៉ុងតែកឡរបស់យើងគឺយើងមិនបាច់ចោះមិនបាច់កាត់អីទេគឺដាក់វាអញ្ចឹងតែម្ដងទៅហើយគឺវាបើសិនជាវាចូលគឺវាចូលពីផោងរនាបក្រែនេះវាចូលពីខាងក្រោមហ្នឹងវាឡើងមកចូលក្នុងកំប៉ុងនេះឯងអញ្ចឹងយើងបាច់ចោះយើងកាត់អីទេយល់ល្អយើងអាចរកថែមកំប៉ុងឲ្យពេញក្រែហ្នឹងតែម្ដងទៅពេញក្រែហ្នឹងវាច្រើនកំប៉ុងណាតែនេះដំណាក់កាលយើងសាកល្បងអញ្ចឹងយើងសាកល្បងគឺយើងមិនដឹងថាវាចូលនៅក្នុងកឡក្នុងកំប៉ុងយើងដែរទេយើងក៏មិនទាន់ដឹងដែរអញ្ចឹងយើងដំណាក់កាលយើងសាកល្បងឃើញថានេះសំបុកក្រងវាមានពងមានអីច្រើនណាសំបុកនេះគឺច្រើនក្រងនេះទុំនៅដើមទីប្រាំងគឺកាត់វាយកមកទាំងនោះយកមកយើងដាក់ចេះហើយនេះយើងដាក់ទឹកស្ករណាទឹកស្ករឬទឹកដោះគោអីខាប់លាយមួយទឹកមកកុំឲ្យវាខាប់ពេកអាចថាក្រងយើងចូលទៅវាអាចថាស្អិតជាមួយទឹកហ្នឹងអាចវាងាប់នៅហ្នឹងអញ្ចឹងយើងលាយមួយទឹកមកទឹកដោះគោបានទឹកស្ករហ្នឹងយើងលាយមកយើងដាក់អញ្ចឹងមកវាទាំងចុះមកផឹកចុះមកស៊ីផ្អែមហ្នឹងអូខេសូមជម្រាបលាពុកម៉ែបងប្អូនរងចាំតាមដានបន្តទៀតថាតើអង្ក្រងរបស់យើងតើវាចូលនៅក្នុងកំប៉ុងនឹងដែរឬទេអញ្ចឹងសប្តាហ៍ក្រោយថ្ងៃខ្ញុំនឹងថតអាប់ដេតឲ្យបងប្អូនតាមដានជាបន្តទៀតបាទសូមអរគុណ